សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើនំ honeycomb cake ឬមកគេហៅថានំសំបុកឃ្មុំមួយទៀតគេហៅថានំក្រាស់សិតសក់ពីព្រោះនំមានកាឡាដូចជាក្រាស់សិតសក់ដែរអញ្ចឹងទៅតាមដានទាំងអស់គ្នាថាគ្រឿងផ្សំមានអ្វីខ្លះនំសំបុកឃ្មុំគ្រឿងផ្សំមានដូចជាខ្ទិះដូងម្សៅខ្សាយម្សៅឆាអំបិលមេនំប៉័ងស្ករសពងមាន់ខ្លាញ់ Vanillin sugar គ្រឿងផ្សំសម្រាប់លាយជាមួយនឹងម្សៅសម្រាប់ធ្វើនំសំបុកឃ្មុំគឺខ្ញុំបានចាក់ចូលក្នុងចានគោមទូចធំអស់ហើយដូច្នេះដូចដែលខ្ញុំបានបង្ហាញជូននៅក្នុងវីដេអូទាំងនេះដែរប៉ុន្តែខ្ញុំចង់ប្រាប់ថាពងមាន់ត្រូវតែដាក់ចុងក្រោយគេឥឡូវទៅមើលពីរបៀបលាយម្សៅទាំងអស់គ្នាគ្រឿងផ្សំដែលបានបង្ហាញទាំងប៉ុន្មានគឺចាក់ចូលនៅក្នុងចានគោមួយប៉ុន្តែពងមាន់ទុកមួយឡែកសិនកុំតន់ចាក់ចូលណាកម្រិតភ្លើងអាំងនំត្រូវប្រើត្រឹមតែ350ដឺក្រេបានហើយយកកន្ត្រៃកាត់ពងមាន់បែបនេះដើម្បីងាយស្រួលក្នុងការបំបែកច្របល់ម្សៅឲ្យសព្វជាល្បាយដាក់ចានអាំងនំចូលក្នុងចក្រានអូវេននឹងឲ្យក្តៅបន្តិចចាក់ខ្ទិះដូងចូលក្នុងម្សៅលាក់រសជាតិស្លឹកតើយចាក់ចូលពី3ដំណក់បានហើយដើម្បីយកពណ៌បន្ទាប់មកគឺកូរច្របល់ជាមួយនឹងម្សៅជាល្បាយមួយដើម្បីកុំឲ្យម្សៅវានៅដុំកាលណាពេលដែលដុំពេលដែលយើងដុតនំទៅគឺញ៉ាំអត់ឆ្ងាញ់ទេហើយហាមប្រើទឹកគឺប្រើខ្ទិះដូងហើយនឹងខ្លាញ់បន្តិចពងមាន់គឺដាក់ចូលទៅកូរថ្នមអត់អាចកូរខ្លាំងបានណាតែអញ្ចឹងនំអត់ឡើងទេបន្ទាប់មកក៏យើងយកចានចេញពីក្នុងអូវេននឹងមកចម្រោះម្សៅដែលបានលាយហើយនឹងឲ្យស្អាតដើម្បីកុំឲ្យមានជាតិកកម្សៅដុំអីចឹងណាធ្វើយ៉ាងនេះដើម្បីឲ្យបាននំមានរសជាតិឆ្ងាញ់ហើយកូរច្របល់ចឹងមកអាកកេកកយហ្នឹងឲ្យដាក់វាចូលហើយអាំងរយៈពេល45នាទីប៉ុន្តែខ្ញុំលួចមើលនេះឡើងល្អឃើញទេអូកាប់សេរីតែម្ដងហើយក្លិនឈ្ងុយណាស់អ្នកនរគ្នាប៉ុន្តែពេលត្រជាក់ចាំកាត់នំនេះតែក្តៅកាត់ទៅគឺខូចហើយដូច្នេះទុកឲ្យត្រជាក់ចាំកាត់និយាយពីថាអូតំណងមកនេះឆ្ងាញ់ខ្លាំងណាស់និយាយពីថាច្បុកវិញដូចក្រាស់សិតសក់ហើយច្បុកឃ្មុំគេហៅខុសមែនណោះតំណងដល់ហើយមកហូបទាំងអស់គ្នាបើសិនជាខ្ញុំរៀបរាប់ទៅមិនបានគ្រប់ជ្រុងជ្រោយសូមអភ័យទោសផងព្រោះខ្ញុំនិយាយទៅរៀងជាប់មិនទេអត់យល់ដែរប៉ុន្តែអីទេនំនេះឆ្ងាញ់ណាស់ហូបទាំងអស់គ្នា